បាទការប្រកួតដោយបងប្អូនទន្ទឹងរង់ចាំបានមកដល់ហើយជាមួយនឹងបាល់ទាត់ Premier League សប្តាហ៍ទី33យប់ថ្ងៃអាទិត្យទី19មីនាបងប្អូនណាហើយសម្រាប់រាត្រីនេះគូពិសេសរបស់យើងជាជំនួបគ្នាដ៏ធំរវាងក្លឹប Man City ត្រូវបើកទ្វារ Etihad Stadium ស្វាគមន៍ក្រុមកំភ្លើងធំ Arsenal នៅវេលាម៉ោង 10:30 នាទីយប់នេះបងប្អូនគឺពេញលេងតែម្ដងណាបាទក្រុមទាំងពីរសុទ្ធតែសំខាន់ដូចគ្នាសម្រាប់រាត្រីនេះដោយប្រកួតផ្ដាច់ព្រាត់ចឹងបាទដោយប្រកួតផ្ដាច់ព្រាត់ចឹងណាព្រោះបើសិនជាក្រុមណាឈ្នះគឺមានអត្ថភាពក្នុងការលើកពីន Premier League នៅរដូវកាលនេះតែម្ដងចាំទីទៀតចាំខ្ញុំបញ្យល់ឲ្យក្បោះក្បាយសម្រាប់គូនេះបងប្អូនហើយនៅវេលាម៉ោង8ក៏មានការប្រកួតរវាងក្រុម Liverpool ត្រូវប៉ះគ្នាជាមួយនឹង Everton លេងនៅក្នុងដី Everton ដែរបងប្អូន Liverpool បច្ចុប្បន្នកំពុងតែធ្លាក់ជើងខ្លាំងមែនទែនអញ្ចឹងនៅរាត្រីនេះចាំមើលអាចយកឈ្នះទៅលើ Everton បានដែរឬទេហើយក៏មានដូចជាការប្រកួតរវាង Aston Villa ត្រូវបើកទ្វារស្វាគមន៍ក្រុម Sunderland នៅវេលាម៉ោង8ក៏លេងកណាជាមួយ Liverpool ដែរបងប្អូនណានៅក្នុងប្រទេសអាល្លឺម៉ង់មានការប្រកួតរវាងក្លឹប Bayern Munich បាទ Bayern Munich ត្រូវបើកទ្វារ Allianz Arena ស្វាគមន៍ក្រុម Stuttgart នៅវេលាម៉ោង 10:30 លេងកណាគ្នាជាមួយនឹងបាទ Man City ដែរហើយនៅក្នុងប្រទេសបាទបារាំងបាទ Ligue 1របស់ប្រទេសបារាំងមានជំនួបគ្នាមួយធំដែររវាងក្លឹប PSG Paris Saint-Germain ត្រូវបើកទ្វារ Parc des Princes ស្វាគមន៍ក្រុម Lyon បាទ Olympique Lyon នៅវេលាម៉ោង 1:45 នាទីរំលងអាត្រៀតបងប្អូនណាបាទទាំងអស់នេះសុទ្ធតែជាគូសំខាន់ដែលយើងត្រូវធ្វើការនិយាយបន្តិចទៀតនេះប៉ុន្តែមុនធ្វើការវិភាគចែកជូនបងប្អូនសំណូមពរឲ្យបងប្អូនចូល Channel Telegram ពិសេស KA របស់ខ្ញុំដើម្បីមើលការ live បន្តផ្ទាល់បាល់ទាត់ការទម្លាក់គូល្អៗក៏ដូចជាព័ត៌មានកីឡាផ្សេងៗបងប្អូន link មាននៅក្នុង pin comment សម្រាប់ Facebook បងប្អូនយើង YouTube មាននៅក្នុង description សម្រាប់បងប្អូនក្នុង TikTok ចូលក្នុង profile គឺមាន link នៅក្នុង bio បាទអរគុណច្រើនបាទជិះកុំឲ្យខាត់ពេលយូរយើងនិយាយដល់គូឯករបស់យើងតែម្ដងទៅរវាង Arsenal ត្រូវប៉ះគ្នាជាមួយនឹង Man City បងប្អូនណាការប្រកួតនៅវេលាម៉ោង 10:30 ហើយបើនិយាយអំពីប្រវត្តិប៉ះគ្នាក្រុមទាំងពីរបាទប៉ះគ្នារាប់រយលើកហើយយើងនិយាយតែ10លើកចុងក្រោយបានហើយថ្មីបងប្អូនណា10លើកចុងក្រោយដែលប៉ះគ្នាគឺ Man City ឈ្នះ4ដង Arsenal ឈ្នះ3ដងហើយស្មើគ្នាចំនួន3ដងបងប្អូនណានិយាយទៅមិនលើកគ្នាពេកទេបាទ Man City លើសតែមួយប្រកួតទេណាការប្រកួតចុងក្រោយបំផុតនៅក្នុងវគ្គផ្ដាច់ព្រាត់ពាន EFL Cup ឬក៏ Carabao Cup គឺ Man City បានយកឈ្នះទៅលើ Arsenal 2-0 បាទហើយក៏ក្លាយជាម្ចាស់ពាន Carabao Cup 2026នឹងដែរណាបាទហើយសម្រាប់ Manchester City 5ប្រកួតចុងក្រោយរបស់គាត់និយាយថាគួរសមបងគួរបាទគឺឈ្នះ3បាទចាញ់1ស្មើ1ណាឈ្នះ3ចាញ់1ស្មើ1ប្រកួតចុងក្រោយគឺ Man City បានយកឈ្នះទៅលើក្រុមបាទតោខៀវ Chelsea 3-0បងប្អូនណាបាទលុតទៅលើ Chelsea 3-0និយាយទៅ3ប្រកួតរបស់ Man City បាទប៉ះសុទ្ធតែគីឡូធ្ងន់ហើយឈ្នះទាំងអស់បាទឈ្នះទៅលើ Chelsea 3-0 បាទឈ្នះទៅលើ Liverpool 4-0 បាទគីឡូ Liverpool Man City ដាក់ 4-0 ហើយយកឈ្នះទៅលើ Arsenal 2-0 បាទអញ្ចឹងក្រុមខ្លាំងក្នុងអង់គ្លេស Man City លុតទាំងអស់3ប្រកួតចុងក្រោយហ្នឹងបាទនិយាយអំពី5ប្រកួតចុងក្រោយរបស់ Arsenal អត់សូវជាល្អទេណាបាទប្រយ័ត្នប្រយែងបងប្អូនណាបាទ Arsenal 5ប្រកួតចុងក្រោយរបស់គាត់គឺឈ្នះតែ1លើកទេឈ្នះ1លើកចាញ់3លើកបាទឈ្នះ1លើកចាញ់3លើកស្មើ1លើកណាបាទហើយប្រកួតចុងក្រោយគឺបានត្រឹមតែស្មើគ្នាជាមួយនឹងក្លឹបបាទ Sporting Lisbon របស់ប្រទេសប៉ុកទុយហ្គាល់0ស្មើបាទនៅក្នុងក្របខ័ណ្ឌ UEFA Champions League ណាប៉ុន្តែ Arsenal គេឡើងហើយទោះជា0ស្មើដោយសារតែជើងទី1បាទ Arsenal បានយកឈ្នះទៅលើ Sporting នេះបាទ1-0ម្ដងហើយអញ្ចឹងលេងនៅក្នុងដីរបស់គាត់លេងទប់យកស្មើប៉ុន្តែដោយសារតែកម្លាំង Arsenal យើងធ្លាក់ដែរបាទចុងរដូវកាលនេះគឺ Arsenal ធ្លាក់ជើងណាបងប្អូនមើលឃើញការប្រកួតក្នុងលីកគឺលេងចាញ់ច្រើនមែនតើបាទលេងចាញ់ច្រើនមែនតើបាទបើយើងនិយាយអំពីប្រវត្តិអញនិយាយថា Man City យើងគាត់បាជាងបាទ60ទល់នឹង40បងប្អូនណាបើនិយាយអំពីសមាជិកកីឡាករដាក់លេងនិងកីឡាកររបួសយប់នេះសម្រាប់ Man City របួសមានដូចជាបាទ John Stone បាទ Chilwell មានដូចជា Ruben Dias ណា Ruben Dias Chilwell ក៏ដូចជា John Stone Arsenal របួសមានដូចជាបាទ Bukayo Saka Mikel Merino បាទ Julian Timber អត់អីទេបាទអញ្ចឹងកីឡាកររបួសមាន2អ្នកសំខាន់គឺ Bukayo Saka Mikel Merino បងប្អូនណាហើយសម្រាប់ Man City យប់នេះ 4-2-3-1 Arsenal ក៏ 4-2-3-1 ដូចគ្នាដែរណាអ្នកចាំទីរបស់ Man City គឺកីឡាករបាទ Donnarumma ខ្សែការពារ Martin Nunes គូសិននៅបាទ Maguire ក៏ដូចជា Oroli តំបន់បម្រើបាល់មាន Bernardo Silva Rodri តំបន់បម្រើប្រយុទ្ធមានបាទកីឡាករ Semenyo បាទ Ryan Cherki ក៏ដូចជា Jeremy Doku ហើយសម្រាប់ខ្សែប្រយុទ្ធប្រអប់គឺ Erling Haaland ណាខាង Arsenal វិញអ្នកចាំទីគឺកីឡាករ David Raya បាទខ្សែការពារមាន Hincapié Gabriel Magalhaes William Saliba Ben White ហើយសម្រាប់តំបន់បម្រើបាល់មាន Declan Rice Martin Zubimendi តំបន់បម្រើប្រយុទ្ធបាទ Gabriel Martinelli Kai Havertz ក៏ដូចជា Trossard Trossard ដាក់ខាងស្ដាំស្អីល្អឯណាបាទ Trossard ហើយសម្រាប់ខ្សែប្រយុទ្ធប្រអប់គឺ Victor Gyökeres បងប្អូនណា
ដូចជាអត់ដាក់វត្តមានកីឡាករ Iberchi Eze របស់ទេបងប្អូនណាប៉ុន្តែអត់សូវដាក់ Trossard ជាមួយ Martinelli ខ្ញុំមិនសូវទុកចិត្តទេបាទ Trossard បើសិនជាគាត់លេងឆ្វេងដូចជាល្អជាងបាទប៉ុន្តែវាជន់ role ជាមួយ Gabriel Martinelli បងប្អូនណាហើយការវកាយ Havertz ដូចកាយ Havertz បើដាក់គាត់ប្រយុទ្ធប្រអប់ដូចគ្រាន់បាទដាក់បំរើប្រយុទ្ធដូចមិនបាច់ទេបាទរៀងបាទដែរបងប្អូនណាខ្ញុំមិនដឹងទេជាការរៀបរបស់គ្រូបាទបើយើងនិយាយអំពីធនធានកីឡាករក្រុមទាំងពីរអាចនិយាយថាស្មើគ្នាបងប្អូនណាអាចនិយាយថាប្រហែលគ្នាទេ50-50ទេប៉ុន្តែបើយើងនិយាយអំពីប្រព័ន្ធលេងបច្ចុប្បន្ន Man City ដូចរៀងមានកម្លាំងមកវិញបាទ Manchester City រៀងមានកម្លាំងមកវិញខណៈពេលដែល Arsenal នេះរៀងចង់រដូវកាលដូចរៀងធ្លាក់ហើយបាទរៀងធ្លាក់ហើយបងប្អូនមើលឃើញហើយបាទដូចជា hot ណាបងប្អូនកីឡាកររបស់ Arsenal ម្នាក់ដូចជាអស់កម្លាំងដូចជា hot បាទ hot មើល hot ណាបាទលេងដូចជាមិនសូវអស់សោះបាទដូចជាកម្លាំងរបស់គាត់នៅសល់តែ60-70% អញ្ចឹងបាទលេងទៅដូចជាអស់ខ្យល់មកចេះខ្ញុំមិនដឹងដែរបងប្អូនមើលទៅបាទការប្រកួត5ប្រកួតចុងក្រោយរបស់គាត់អត់ល្អទេនៅក្នុងលីកបងប្អូនបាទចាញ់ច្រើនមែនទែនបាទចាញ់ទៅលើក្រុមបនម៉ៅបាទចាញ់ទៅលើក្រុម Southampton កាឡូ Southampton លេងចាញ់Arsenal លេងចាញ់ខ្ញុំមិនដឹងនិយាយថាម៉េចបាទហើយចាញ់ Man City ណាបងប្អូនហើយក៏ហ្នឹងហើយគាត់ចាញ់ប្រហែលប្រកួតដែរហើយយកឈ្នះទៅលើក្រុម Everton យកឈ្នះទៅលើក្រុម Manfield អីបាទប៉ុន្តែគាត់ថាប្រហែលប្រកួតដូចជា3 4ប្រកួតនេះធ្វើមិនសូវជាល្អទេស្មើឲ្យចាញ់ច្រើនបងប្អូនសម្រាប់ Arsenal ណាអញ្ចឹងខ្ញុំមើលឃើញថាទម្រង់លេងរបស់ Arsenal គឺរៀងធ្លាក់ចុះបន្តិចណារៀងធ្លាក់ទម្រង់នៅចុងរដូវកាលនិយាយទៅទម្លាប់របស់គាត់តែប៉ុណ្្នឹងបាទ Arsenal ឲ្យតែចុងរដូវកាលចាប់ផ្ដើមរៀងធ្លាក់ហើយដើមរដូវកាលនិយាយពីខ្លាំងពាក់កណ្ដាលរដូវកាលញាក់សាច់ហើយចាប់ដើមចុងរដូវកាលហ្នឹងអាផិតផើជាមួយពៀនហ្នឹងគេយករហូតបាទ 3-4 ឆ្នាំហើយបាទឈោកពូតារាងចង់ដើរការគេយកបាត់អត់ដឹងនិយាយថាម៉េចទេសម្រាប់ Arsenal យប់ហ្នឹងដើរការហ្នឹងសង្ស័យតែ Man City យកទៀតហើយបងប្អូនអញ្ចឹងខ្ញុំចង់បញ្ជាក់បងប្អូនតិចបាទបច្ចុប្បន្នគឺ Man City ចាញ់ Arsenal ចំនួន6ពិន្ទុបងប្អូនណាប៉ុន្តែ Manchester City នៅសល់មួយប្រកួតក្នុងដៃបើសិនជា Man City ឈ្នះទៅលើ Arsenal នៅក្នុងយប់នេះគឺគាត់ចាញ់ Man City ចាញ់ Arsenal តែ3ពិន្ទុទេណាបងប្អូនបាទអញ្ចឹងបើសិនជាគាត់ឈ្នះទៅលើ Arsenal យប់នេះគាត់នឹងតាមពិន្ទុ Arsenal តែ3ពិន្ទុទេហើយ Man City នៅសល់មួយប្រកួតក្នុងដៃទៀតហើយបើសិនជាគាត់ឈ្នះមួយប្រកួតក្នុងដៃនោះទៀតគឺពិន្ទុស្មើគ្នាណាពិន្ទុស្មើគ្នាប៉ុន្តែបើនិយាយពីគ្រាប់បាល់វាអាចនឹង Man City បើសិនគាត់ឈ្នះរហូតមានន័យថាគ្រាប់បាល់គាត់កើនឡើងហើយមែនទេបងប្អូនអញ្ចឹងបើសិនជាគាត់គ្រាប់បាល់គាត់កើនឡើងមានន័យថាអត្រាដែល Man City លើកពានបាទអត្រាដែល Man City ឈរនៅកំពូលតារាងគឺច្រើនជាងណាបងប្អូនច្រើនជាងដែរវាបន្ទុកអត្រាបន្ទុកវាអាចនឹងស្មើគ្នាច្រើនប៉ុន្តែរឿងគ្រាប់បាល់គឺសំខាន់ណារឿងគ្រាប់បាល់គឺសំខាន់បងប្អូនអញ្ចឹងក្រុមទាំងពីរនឹងព្យាយាមរកគ្រាប់បាល់ឲ្យបានច្រើនទៅតាមអ្វីដែលអាចធ្វើទៅបានរៀងៗខ្លួនបងប្អូនណាអញ្ចឹងនៅក្នុងរាត្រីនេះទាំង Arsenal ទាំង Man City គឺប្រឹងរៀងៗខ្លួនបាទដដើមឈ្នះហើយបងប្អូនប៉ុន្តែបើសិនជាយប់នេះ Arsenal ជាអ្នកឈ្នះវិញបងប្អូនណាបាទពាន Premier League គឺ Arsenal យកហើយណាបើសិនជា Arsenal ឈ្នះនៅក្នុងយប់នេះគឺពាន Premier League នេះខ្ញុំអាចនិយាយថា Arsenal យកតែម្ដងបើសិនជា Man City ឈ្នះអាហ្នឹងបន្ទងគ្នាទៀតបន្ទុកអាចស្មើគ្នាវិនិច្ឆ័យទៅលើគ្រាប់បាល់ទៅណាប៉ុន្តែបើ Arsenal ឈ្នះយប់នេះគឺបាទ Arsenal លើកពានណាបាទប្រកួតយប់នេះគឺល្អមើលមែនតើបងប្អូនកុំខកខានណាហើយយប់នេះសម្រាប់កីឡាករដែលធ្វើការធ្ងន់ជាងគេគឺ Hincapi ត្រូវប៉ះគ្នាជាមួយ Semenyo ហើយ Ben White ត្រូវប៉ះគ្នាជាមួយនឹង Jeremy Doku បាទពីរអ្នកនេះសាហាវណាស់សម្រាប់ Man City Semenyo ក៏ដូចជា Jeremy Doku ក៏ឡុកឆ្វេងក៏ឡុកស្ដាំសាហាវបងប្អូនណាសម្រាប់ Gabriel Martinelli សម្រាប់ Trossard ខ្ញុំគិតថាបើ Trossard អីនេះបើប្រៀបជាមួយ Bukayo Saka Noni Madueke អីគាត់បើជាងបាទបើដាក់ Noni Madueke នៅខាងស្ដាំណាបងប្អូន Iberchi Eze នៅខាងឆ្វេងទៅខ្ញុំមើលឃើញដូចតំណងជាងបងប្អូនហើយបាទGabriel Martinelli គាត់លឿនញាក់អីក៏ល្អដែរណាបងប្អូនប៉ុន្តែបញ្ចប់ទីរបស់គាត់ចូលជាមិនសូវច្បាស់ទេ Trossard បញ្ចប់ទីច្បាស់ប៉ុន្តែរត់មិនសូវលឿននិយាយទៅពីរអ្នកហ្នឹងម្យ៉ាងម្នាក់ប៉ុន្តែ Iberchi Eze Noni Madueke រត់លឿនណាស់ញាក់ក៏ញាក់បាន cross ក៏ល្អដែរណាតែយប់នេះអត់ដាក់ជំរឿនដំបងទេប៉ុន្តែគាត់អញដូរតង់ទី2អញ្ចឹងទៅរត់ថាត់គ្នាលេងបងប្អូនបាទគ្រូខ្ញុំមិនដឹងដែរគាត់ថាបើដាក់ទម្រង់បែបនេះគឺចាញ់ក្រាប Man City បន្តិចហើយបងប្អូនណាអញ្ចឹងនៅក្នុងរាត្រីនេះ Man City មានប្រៀបនៅក្នុងដីបាទតាក់ទងនឹង
position ball បងប្អូន position ball គឺ Man City មានប្រៀបទី2គឺប្រព័ន្ធលេងរបស់ Man City រៀងកើនឡើងបាត់កីឡាករដូចជាមានសន្ទុះដោយសារតែ Man City គាត់អស់ភារកិច្ចនៅពានផ្សេងៗហើយណាបងប្អូនអញ្ចឹងគាត់មានតែ Premier League មួយទេខណៈពេលដែល Arsenal នៅពាន UEFA Champions League មួយទៀតហើយគាត់ដូចជាខ្សោយកម្លាំងបាត់ធ្លាក់កម្លាំងអញ្ចឹងសម្រាប់យប់នេះខ្ញុំគិតថា Man City គឺមានអត្រាឈ្នះច្រើនទៅលើ Arsenal បងប្អូននេះជាគំនិតរបស់ខ្ញុំទេបើខុសឆ្គងសូមអធិស្ឋានណាប៉ុន្តែសម្រាប់វិនិយោគយើងលេងផ្សេងការនិយាយទៅខ្ញុំវិភាគមាន2ផ្លូវបងប្អូនណាមួយសម្រាប់អ្នកគ្រប់គ្រងមួយទៀតសម្រាប់ការវិនិយោគបើសិនជាលេងវិនិយោគខ្ញុំគិតថាគូនេះលេង over 2កន្លះណាបងប្អូន over 2កន្លះឲ្យតែ3គ្រាប់យើងមិនថា Arsenal C2-1 មិនថា Man City C2-1 ទេឲ្យតែ2-1យើងឯងបាទលុយហ្នឹងវិនិយោគណាលេង over 2កន្លះប៉ុន្តែបើនិយាយពីក្រុមដែលមានអត្ថភាពឈ្នះហ្នឹងនិយាយពីការគ្រប់គ្រងវិញខ្ញុំគិតថាបាទ Man City រៀងមានប្រៀបទៅលើ Arsenal មែនបងប្អូនណាបាទមានប្រៀបទៅលើ Arsenal ទី1ក្នុងដីទៅទី2គឺ Man City អត់មានភារកិច្ចអីពីផ្សេងទេគឺគាត់បុកតែ Premier League មួយហើយកម្លាំងកីឡាកររបស់ Man City គឺពេញខណៈពេលដែល Arsenal កម្លាំងរបស់គាត់នៅសល់តែ 70% ទេដូចជាធ្លាក់ហើយបាទធ្លាក់ហើយណាអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេបាទសម្រាប់គូនេះខ្ញុំទស្សន៍ទាយថា Man City អាចនឹងយកឈ្នះទៅលើ Arsenal 2-1បាល់ហ្នឹងអាចនឹង Man City ស៊ី Arsenal 2-1 ឬក៏2ស្មើបើមិន2-1 2ស្មើបងប្អូនណាសម្រាប់បងប្អូនអ្នកវិនិយោគលេង over 2កន្លះបងប្អូនអរគុណច្រើនអូខេយើងនិយាយដល់ Liverpool ជាមួយ Everton បងប្អូននិយាយខ្លីៗបាទហើយខ្ញុំផ្ដោតទៅលើគូឯកសម្រាប់គូល្មមឥឡូវទៅជា Liverpool ជាគូបន្តបន្សំវិញហ្នឹងបាទធ្លាក់ហើយមែនតើបាទធ្លាក់ហើយបាទ Liverpool យប់នេះត្រូវប៉ះគ្នាជាមួយ Everton ខ្លាំងដែរបងប្អូនណាក្រុមការដឹកនាំរបស់លោក David Moyes ប៉ុន្តែ2នាក់នេះគឺជាបងប្អូនរួមទីក្រុងបាទ Liverpool ជាមួយ Everton ខុសគ្នាតែ1គីឡូដីទេបាទ start ពួកគាត់ទាំងពីរបងប្អូនណាជួនកាល Everton គាត់គិតថាគាត់ទោះគាត់ឈ្នះ Liverpool ក៏មិនបានការអីអញ្ចឹងជួយឲ្យ Liverpool មានកៅអី top 5អញ្ចឹងទៅបាទបើយើងនិយាយអំពីទម្រង់លេង Liverpool បច្ចុប្បន្នខ្ញុំនិយាយថាសឹងតែមិនអាចយកឈ្នះទៅលើ Everton បងប្អូនណាសឹងតែអាចយកឈ្នះទៅលើ Everton Liverpool ទម្រង់លេងគឺយ៉ាប់មើលមែនតើយ៉ាប់មើលណាបងប្អូននិយាយទៅគឺដល់ថ្នាក់កីឡាករលេងទប់បាល់លេងចង់ជាប់ហ្នឹងប៉ាសេលេងត្រូវគ្នាទប់បាល់លេងចង់ជាប់អាផ្លោងចោលអញ្ចឹងទៅមិនដឹងជាស្អីបាទទម្រង់បងប្អូនមើលអត់យល់ហ្មងហើយលេងភ័យកីឡាកររបស់ Liverpool ម្នាក់លេងភ័យមែនតើលេងបាទតាអតបដោយកូនក្មេងលេងអញ្ចឹងណាបងប្អូនអញ្ចឹងខ្ញុំមិនដឹងនិយាយថាម៉េចហើយយប់ហ្នឹងដូចជាត Liverpool 0.25តឲ្យ Everton 0.25ទៀតបាល់ហ្នឹងអត្រាស្មើគ្នាបងប្អូនណាអត្រាស្មើគ្នាប៉ុន្តែវាបើនិយាយពីតម្រងលេងខ្ញុំគិតថាអត់ឈ្នះ Everton ទេប៉ុន្តែវាខ្លាចតែរឿងរឿងដែលគេចង់ឲ្យ Liverpool នៅ UEFA Champions League អញ្ចឹងពួក Everton ដូចជាគាត់អត់ត្រូវការឈ្នះទេណាបងប្អូនអញ្ចឹងយើងត្រូវវិភាគក្នុងចំណុចហ្នឹងដែរបើនិយាយពីតម្រងលេងខ្ញុំថាដល់ Everton ទេបងប្អូនណា Everton លើយប់នេះប៉ុន្តែបើយើងនិយាយពីមួយផ្លូវទៀតគឺ Everton ក៏អត់ត្រូវការឈ្នះទេលេខរៀងគាត់លេខរៀងទី10គឺលំនឹងហើយណាគាត់អត់មានត្រូវការប្រជែងកៅអី top 5កៅអី top 7អីទេណាទោះគាត់ឈ្នះឬចាញ់ក៏គាត់មិនទៅណាដែរនៅប៉ុណ្ណឹងខណៈពេលដែល Liverpool ត្រូវការឈ្នះខ្លាំងមែនទែនដើម្បីមានកៅអី top 5បាទលេង UEFA Champions League នៅដល់ការក្រោយអញ្ចឹងជួនកាលគាត់អាច Everton អាចបទូដៃអញ្ចឹងទៅបាទដោយសារតែបងប្អូនរួមទីក្រុងអញ្ចឹងណាព្រោះ Liverpool និង Everton ក៏មានភាពជិតស្និទ្ធដែរជួយគ្នាច្រើនណាបងប្អូនបាទក្រុមទាំងពីរមិនមែនជាសត្រូវទេណាបើ Liverpool ជាមួយនឹង Man U សត្រូវស៊ីសាច់ថតឈាមMan U Liverpool ជាមួយ Man City Man U Arsenal អីគឺសាច់ថតឈាមហើយប៉ុន្តែជាមួយ Everton នេះគឺដូចបងប្អូនអញ្ចឹងបាទវាអត់សូវជាមានទំនាស់មួយគ្នាទេព្រោះនៅក្នុងទីក្រុងតែមួយ Liverpool បាទទីក្រុង Liverpool តែមួយហើយ start ជាប់គ្នាទៀតអញ្ចឹងសម្រាប់គូទាំងពីរនេះខ្ញុំគិតថាទោះទាយអាចនឹងថាស្មើគ្នាច្រើនប៉ុន្តែក្រុមដែលមានអត្ថប្រយោជន៍ឈ្នះគឺ Liverpool ណាបងប្អូនដូចខ្ញុំបញ្ជាក់បងប្អូនចឹងថា Everton ដូចជាគាត់អត់ត្រូវការឈ្នះទៀតទេណាបងប្អូនខណៈពេលដែល Liverpool ត្រូវការឈ្នះខ្លាំងទោះជាទម្រង់លេងរបស់គាត់លេងកើតក៏ដោយហើយនិយាយពីប្រវត្តិយើងវាមិនឈ្នះ Liverpool ទេបាទ Liverpool គេក្រុមខ្លាំងបាទ10លើកចុងក្រោយ Liverpool ឈ្នះ6ហើយ Everton ឈ្នះ2ស្មើ2ណាប្រកួតចុងក្រោយ Liverpool យកឈ្នះទៅលើ Everton 2-1ហើយបើនិយាយពី5ប្រកួតចុងក្រោយរបស់ Liverpool មិនបាច់មើលទេមើលនាំមកឈឺចាប់បងប្អូនចាញ់4ឈ្នះតែមួយលើកទេណាបងប្អូនចាញ់4ឈ្នះមួយលើកប្រកួតចុងក្រោយចាញ់ប៉ារីសបាទ 2-0 គេទៅចាញ់ប៉ារីសទាំងក្នុងដីទាំងក្រៅដី 2-0 ដូចគ្នាណាបាទបបាក់មើលមែនតើថា Everton គេងើបហើយបងប្អូនណា5ប្រកួតចុងក្រោយរបស់គាត់ឈ្នះ3ស្មើ1ចាញ់1ណាប្រកួតចុងក្រោយគឺស្មើគ្នាជាមួយ Brentford 2ស្មើអញ្ចឹងខ្ញុំគិតថាយប់នេះ Liverpool មានអត្រាឈ្នះទៅលើ Everton បងប្អូនណាមិនមែនគិតទៅលើទម្រង់លេងគិតអីទេគិតលើថា
Liverpool ចង់បានកៅអី top 5 គណៈពេលដែល Everton អត់ត្រូវការកៅអី top 5ទេជួនកាលគាត់អត់ជួយគ្នាបាទតោះអង់គ្លេសអញ្ចឹងបងប្អូនណាស្ដៅគ្នាប្រយ័ត្នប្រយែងយើងមើលឃើញអញ្ចឹងមែនបាទអញ្ចឹងសម្រាប់គូនេះខ្ញុំទូទាត់ថាស្មើគ្នាអាចនឹងមួយស្មើឬក៏ Liverpool ស៊ី Everton 2-1 ទៀតបាទអរគុណច្រើនគូនេះខ្ញុំមិនហ៊ានលេងទេបាទអូខេហើយសម្រាប់ Aston Villa ជាមួយ Sunderland ជប់នេះល្អបងប្អូនណាគូនេះគឺខ្ញុំ recommend វាយ Aston Villa តែម្ដងខ្ញុំទូទាត់ថា Aston នឹងយកឈ្នះទៅលើ Sunderland 2-0និយាយខ្លីៗតែម្ដងទៅបាទខ្ញុំទូទាត់ថា Aston Villa នឹងយកឈ្នះទៅលើ Sunderland 2-0 ទម្រង់លេងរបស់ Aston Villa គឺកាចបច្ចុប្បន្នគឺល្អមែនទែនបាទ5ប្រកួតចុងក្រោយគឺឈ្នះ3ស្មើ1ចាញ់1ប្រកួតចុងក្រោយគឺយកឈ្នះទៅលើ Bologna 4-0និយាយទៅ Aston នេះនៅពេលដែលគាត់លេងក្នុងដីគឺល្អបាទកាក់ដីក៏គាត់បានដែរប៉ុន្តែបើនិយាយពីអត្រាដែលគាត់លេងក្នុងដីគឺល្អជាងអត្រាលេងនៅក្នុងដីគឺអត្រាឈ្នះរបស់គាត់ 85% ទៅហើយឲ្យតែលេងក្នុងដីបងប្អូនណាប៉ុន្តែបើលេងក្រៅដីវាភាគច្រើនក៏មានចាញ់មានអីចឹងទៅប៉ុន្តែក្នុងដីរបស់គាត់គឺ 80% គឺឈ្នះបាទអញ្ចឹងសម្រាប់ Aston Villa យប់នេះតកន្លះបុក1ទៅលើ Sunderland ខ្ញុំ recommend ថាវាយ Aston Villa កន្លះបុក1តែម្ដងណាបាទនឹងទូទាថា 2-0 បាទគុណច្រើនហើយគូខ្ញុំនិយាយគូសំខាន់បាទសម្រាប់ Bayern Munich ជាមួយនឹង Stuttgart បាទតមកកន្លះទៅលើ Stuttgart បងប្អូនណា Stuttgart ក៏ជើងខ្លាំងដែរណាហើយ Bayern Munich នេះរាល់ថ្ងៃដូចជាដាច់បន្ទុកពេកហើយបងប្អូនបាទសម្រាប់ក្រុម Dortmund តមិនទាន់ទេបាទអញ្ចឹងសម្រាប់ Bayern Munich នេះឈ្នះមកប្រកួត2ប្រកួតទៀតលើកពានដែរបាទសម្រាប់ Bayern Munich ឈ្នះតែមកប្រកួតឬ2ប្រកួតទៀតគាត់លើកពានហើយអញ្ចឹងអត់មានអីត្រូវនេះទេខ្លាចតែគាត់ធ្វើស្មើអញ្ចឹងណាកុំឲ្យដាច់បន្ទុកពេកតាមមិនទាន់ទេបាទចាញ់តែ2បន្ទុកហើយនៅសល់តែប្រហែលប្រកួតទៀតហ្នឹងបាទ34នៅសល់តែ3 4ប្រកួតទៀតហ្នឹងបងប្អូនបាទសល់តែ4ប្រកួតទៀតទេសម្រាប់ខាងលីករបស់ Bundesliga ណាព្រោះមានតែ18ក្រុម34ប្រកួតអញ្ចឹងខ្ញុំគិតថាBayernនេះឈ្នះបងប្អូនណាចាស់ទៅលើ Stuttgart ប៉ុន្តែដាច់គ្រាប់ទេមើលទៅបងប្អូនណាខ្លាចតែស្មើផងបាទបាល់នេះខ្លាចតែស្មើខ្លាចតែBayernជួយ Stuttgart ទេបងប្អូនណាព្រោះ Stuttgart គាត់ឈរនៅលេខរៀងទី4ណាបាទគាត់នៅក្នុងកន្លែងកៅអី top 4សម្រាប់ UEFA Champions League បើ Stuttgart ចាញ់យប់នេះអញធ្លាក់ទៅដែរបាទអញនឹងធ្លាក់ទៅលេខ5អញ្ចឹងណាអញ្ចឹងBayernអញជួយ Stuttgart ទៅចង់ដល់ការអញ្ចឹងក៏មានក្រុមជួយគ្នាដែរបងប្អូនគេមិនមែនជួយស្រួលទេណាជួយលុយអ្នកជួយបាល់ទាត់គឺជាពាណិជ្ជកម្មមិនមែនពាណិជ្ជកម្មផ្សាយពាណិជ្ជកម្មទេណាពាណិជ្ជកម្មចង់និយាយថាដូចឧស្សាហកម្មអញ្ចឹងហៅថាឧស្សាហកម្មខ្ញុំផ្សាយមកបងណាមិនមែនចេះតែលេងអត់តែឈ្នះក្រុមខ្លាំងនឹងឈ្នះអត់ទេបាទអញ្ចឹងពេលខ្លះគេត្រូវការយឹតយងគ្នាដែរបាទគេត្រូវការយឹតយងគ្នាដែរព្រោះ Bayer Leverkusen កំពុងតែតាមពីក្រោយហើយ Bayer Leverkusen ទៅចាញ់ទៀតលេងសល់មិញអញ្ចឹងក្រុមទាំងពីរខ្ញុំគិតថា Bayern អញឈ្នះប៉ុន្តែអត់ដាច់គ្រាប់តអញស្មើគ្នាផងដែរសម្រាប់ Stuttgart គូនេះបងប្អូនវាយទៅប៉ុន្តែសម្រាប់កណិតខ្ញុំចង់រង Stuttgart ផងបាទប៉ុន្តែអត់ហ៊ានលេងទេសម្រាប់គូនេះបាទទូទាថា 2-1 បងប្អូនណាបើមិន 2-1 គូនេះបើមិន 2-1 គឺបាទ2ស្មើបើមិន 2-1 2ស្មើបាទរវាង Stuttgart ជាមួយនឹង Bayern Munich អូខេមានប៉ុណ្ណឹងទេបងប្អូនចែកជូនជាតម្រុយបាល់យប់នេះតែម្ដងទៅបាទតម្រុយបាល់សម្រាប់យប់ថ្ងៃអាទិត្យទី19មីនាបាទគូទី1ដែលយើងអាចនឹងមើលទៅទំនងនេះសម្រាប់កណិតខ្ញុំបងប្អូនណាបាទខ្ញុំគិតថាវាយ Aston Villa គូនេះវាយកៅក៏បានដែរបាទ Aston Villa វាយកន្លះដាច់មានកន្លះដាច់កន្លះបុក1បងប្អូនយកមួយណាក៏បានដែរកន្លះដាច់ទឹកលុយ8ជាងកន្លះបុក1ទឹកលុយពេញអញ្ចឹងវាយ Aston Villa បាទកន្លះបុក1ឬក៏កន្លះដាច់គូទី2 over Man City បាទ Man City ជាមួយនឹង Arsenal នេះ over 2គ្រាប់កន្លះបងប្អូនណាមិនថាខាងណាស៊ីទេឲ្យតែ 2-1 នឹងយើងហើយបាទគូទី3គឺវាយ Freiburg បាទវាយ Freiburg នៅក្នុងប្រទេសអាល្លឺម៉ង់បងប្អូនណា Freiburg កំពុងឡើងជើងបាទ Freiburg នេះត្រូវប៉ះគ្នាជាមួយក្រុមអីចង់ភ្លេចទៀតយើងម៉ែអស់ហើយបាទថាដល់ពេលមកនិយាយច្រើនពេកភ្លេចបងប្អូនប៉ះគ្នាជាមួយនឹង Hedingham បាទប៉ះគ្នាជាមួយ Hedingham ណាទឹកដីរបស់ Freiburg វាយ Freiburg កន្លះបុក1បងប្អូនណាវាយ Freiburg បាទហើយក៏គូទី4ហ្នឹងជាគូតបសមឯងឥឡូវចាក់3គូម្ដងទៀតបាទគូទី1គឺវាយ Aston Villa កន្លះបុក1គូទី2 over Man City 2កន្លះគូទី3គឺវាយ Freiburg បាទវាយ Freiburg កន្លះបុក1បាទគូទី4គូតបសម over Paris FC បាទ Paris FC យប់នេះទៅប៉ះគ្នាជាមួយនឹង Met ណាបាទ over 2កន្លះសម្រាប់គូនេះបាទអរគុណច្រើនសម្រាប់ការតាមដានហើយកុំភ្លេចចូល Channel Telegram របស់ខ្ញុំបាទពិសិដ្ឋ KA ទៅបងប្អូនជួយម្នាក់មួយទៅបងប្អូនដើម្បីជជែកកម្សាន្តជាមួយបងប្អូនរបស់យើងរាប់ពាន់អ្នកនៅក្នុង Telegram ក៏ដូចជាការទម្លាក់គូល្អៗមើលបាល់ទាត់បាទមើល live បាល់ទាត់អីជាដើមណា link មាននៅក្នុង pin comment សម្រាប់ Facebook បងប្អូន YouTube មាននៅក្នុង description សម្រាប់បងប្អូន TikTok ចូល profile គឺមាន link ក្នុង bio បាទអរគុណច្រើនសូមគោរពលាបាទ